តើខ្មាស់គេប៉ុណ្ណានៅពេលដែលខ្លួនឯងខំប្រឹងប្រើល្បិចដោយទៅឡំប៉ាអំពាវនាវឲ្យគេស្វែងរកការពិតពីការដើរជន់មីនរបស់ទាហានខ្លួននៅតាមព្រំដែនបើទោះបីជាមានការប៉ះពាល់ក៏ពិតមែនប៉ុន្តែគេបែរជាមិនខ្វាយខ្វល់ដល់ខ្ញុំបាទសូមអនុញ្ញាតគោរពនិងជម្រាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាថ្ងៃនេះបាទខ្ញុំក៏បាទក៏មាននៅព្រឹត្តិការណ៍ថ្មីមួយទៀតដែលនិយាយអំពីបាទប្រទេសជិតខាងយើងបាទដែលនោះគឺជាបាទប្រទេសថៃថ្មីនេះគឺគេបាទប្រើនៅល្បិចថ្មីមួយបាទដែលជាល្បិចបាទគឺអំពាវនាវបាទស្វែងរកនៅការពិតដែលតាក់ទងទៅនឹងការដើរជន់មីនរបស់ទាហានរបស់គេហ្នឹងគឺនៅតាមព្រំដែនជាមួយនឹងកម្ពុជាយើងបាទដោយដែលប្រិយមិត្តទូរទស្សនិកជនយើងដឹងខ្លះស្រាប់ផងដែរបាទតាមពិតទៅប្រទេសជិតខាងយើងនេះគឺគេធ្លាប់បាទមាននៅល្បិចជាច្រើនបាទកន្លងមកនេះបាទដោយការឈ្លានពានមកលើកម្ពុជាយើងអីជាដើមហ្នឹងប៉ុន្តែថ្ងៃនេះគឺគេបានលេងល្បិចថ្មីមួយទៀតហើយការលេងល្បិចនេះគឺលេងជាមួយនឹងបងធំអាមេរិកទៅទៀតបាទប៉ុន្តែចៃដន្យអីខាងភាគីខាងគេនោះបែរជាធ្វើពង្ងើយដាក់ទៅវិញតើមូលហេតុអ្វីបានជាបងធំបាទអាមេរិកមិនខ្វល់ដល់រឿងនេះហើយតើនៅពេលដែលអាមេរិកមិនខ្វល់ដល់បែបនេះតើថៃយកមុខទៅទុកនៅឯណាចង់ដឹងពីព័ត៌មាននេះបាទលម្អិតមានអត្ថន័យនិងខ្លឹមសារបែបណាយើងទៅតាមដានជាមួយនឹងខ្ញុំបាទទាំងអស់គ្នាប៉ុន្តែបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍ក៏សូមជួយចុច like ចុច Subscribe ក៏ដូចជា Share នៅវីដេអូនេះម្នាក់មួយផងដែរបាទរដ្ឋមន្ត្រីការបរទេសថៃលោកសីហស័កភួងកេតកែវកាលពីថ្ងៃទី1ធ្នូម្សិលមិញបានប្រាប់កាសែតជប៉ុន Nikkei Asia ថាថៃត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនសម្ពាធការទូតលើកម្ពុជាចំពោះបញ្ហាមីននៅតាមបណ្ដោយព្រំដែនបើទោះបីជាការធ្វើបែបនេះអាចនឹងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ដោយរាជរដ្ឋាភិបាលថៃបានអំពាវនាវឲ្យបេសកកម្មស្វែងរកការពិតលើកដំបូងក្រោមសន្ធិសញ្ញាអន្តរជាតិដែលគ្របដណ្ដប់លើការប្រើប្រាស់គ្រាប់ផ្ទុះរដ្ឋមន្ត្រីការបរទេសថៃលោកសីហស័កភួងកេតកែវបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយឲ្យទៅកាសែតជប៉ុន Nikkei Asia កាលពីថ្ងៃម្សិលមិញនេះដោយបាននិយាយថារាជរដ្ឋាភិបាលរបស់លោកនឹងប្រកាន់ជំហរដ៏តឹងរ៉ឹងនេះជាមួយប្រទេសជិតខាងរបស់ខ្លួនទោះបីជាការធ្វើបែបនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ដោយរដ្ឋធានី Washington បានបញ្ឈប់ការចរចាពាណិជ្ជកម្មជាមួយរាជធានីបាងកកបន្ទាប់ពីប្រទេសថៃផ្អាកការអនុវត្តកិច្ចព្រមព្រៀងដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងប្រធានអាស៊ានបច្ចុប្បន្នគឺប្រទេសម៉ាឡេស៊ីដើម្បីបញ្ចប់ជម្លោះព្រំដែនជាង500ឆ្នាំរវាងថៃនិងកម្ពុជាលោកសីហស័កប្រាប់ Nikkei Asia ថាក្រោមសន្ធិសញ្ញាហាមឃាត់មីនមានជំហានដែលអាចធ្វើទៅបានសម្រាប់បេសកកម្មស្វែងរកការពិតហើយយើងពិនិត្យមើលលទ្ធភាពនេះវានឹងក្លាយជាបេសកកម្មស្វែងរកការពិតអព្យាក្រឹតនិងឯករាជ្យដើម្បីរកការពិតថាមីនថ្មីនោះកម្ពុជាជាអ្នកដាក់ចំណាត់ការរបស់ប្រទេសថៃក្នុងការរុករកផ្លូវការទូតដែលមិនធ្លាប់មានពីមុនមកមានចែងក្នុងមាត្រា8នៃអនុសញ្ញាឆ្នាំ1997ស្ដីពីការហាមឃាត់ការប្រើប្រាស់ការស្តុកទុកការផលិតនិងការផ្ទេរមីនប្រឆាំងមនុស្សនិងការបំផ្លាញមីនទាំងនោះវាកើតឡើងបន្ទាប់ពីឧបទ្ទវហេតុយ៉ាងហោចណាស់ចំនួន7លើកដែលកងទ័ពថៃបានរងរបួសដោយសារការដើរជន់មីននៅតាមបណ្ដោយព្រំដែនកម្ពុជាបន្ថែមលើនោះប្រមុខការទូតដែលនឹងដឹកនាំគណៈប្រតិភូថៃទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាបានលើកឡើងថាប្រសិនបើកម្ពុជាជាអ្នកទទួលខុសត្រូវចំពោះការដាក់មីនថ្មីយើងនឹងយកករណីនេះទៅសហគមន៍អន្តរជាតិកិច្ចប្រជុំនេះចាប់ផ្ដើមនៅថ្ងៃទី1ធ្នូនិងដំណើរការរហូតដល់ថ្ងៃទី5ធ្នូ
នៅទីក្រុងសឺណែវបន្ទាប់ពីឧបទ្ទវហេតុចុងក្រោយបង្អស់ដែលទាហានថៃដើរជាន់មីននៅថ្ងៃទី10ខែវិច្ឆិកាកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការថាកងទ័ពកម្ពុជាមិនបានដាក់មីនថ្មីទេដោយសង្កត់ធ្ងន់ថាយុទ្ធភ័ណ្ឌទាំងនោះគឺជាសំណល់សល់ពីសម័យសង្គ្រាមការចែកចាយក្នុងប្រព័ន្ធផ្សព្វផ្សាយថៃពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជាថាបានដាក់មីនថ្មីនៅតាមបណ្ដោយព្រំដែនជាការផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការមិនមានការផ្ទៀងផ្ទាត់រួមគ្នានិងគ្មានការពិគ្រោះយោបល់តាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នាឡើយសូមបញ្ជាក់ថាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ម្ដងហើយម្ដងទៀតថាកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយនិងគោលការណ៍របស់មនុស្សនិងគោលការណ៍របស់ខ្លួនដោយមិនមានការប្រើប្រាស់មីនបដិញ្ញាសម្រេចឲ្យបានអនាគតមួយដែលគ្មានមីននិងគ្រប់គ្រងឲ្យមានការវិភាគចំពោះរាល់ឧបទ្ទវហេតុប្រកបដោយវិជ្ជាជីវៈតាមបែបវិទ្យាសាស្ត្រនិងមានភាពយុត្តិធម៌ដូច្នេះការលើកយកបញ្ហាដើរជាន់មីននៅតាមខ្សែបន្ទាត់ព្រំដែនដែលមិនទាន់ឯកភាពគ្នានិងជាអតីតតំបន់សមរភូមិក្តៅកំឡុងពេលសង្គ្រាមក្នុងកម្ពុជាជាដដែលមកចោទប្រកាន់ម្ដងហើយម្ដងទៀតបែបនេះគឺថៃមានចេតនាទាញការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានរបស់ខ្លួនមកលើកម្ពុជាទាំងកំរោលសាហាវព្រៃផ្សៃនិងបាញ់សម្លាប់ជនស៊ីវិលកម្ពុជាគ្មានត្រាប្រណីហើយរៀបចំបង្កើតឲ្យសេណារីយ៉ូនៃការជន់មីនរបស់ទាហានខ្លួននេះឡើងវិញបាទគិតទៅខាងផ្ទះលេខ2គឺមិនចេះខ្មាស់គេតែម្ដងបាទខ្លួនគឺបានឈ្លានពានមកលើគេទាំងស្រុងហើយខាងកម្ពុជាយើងគឺមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតបាទដែលជានាយករដ្ឋមន្ត្រីគឺខិតខំនៅក្នុងការអត់ធ្មត់ខ្ពស់មែនទែនបាទដោយសារតែខាងគេបាទគឺមានការបាញ់មកលើយើងយ៉ាងណាក៏ដោយក៏ខាងយើងគឺមិនតបតដែរបាទនេះគឺជាបាទវិធីសាស្ត្រដ៏ត្រជាក់មួយគឺខ្ញុំជាពលរដ្ឋម្នាក់ខ្ញុំពិតជាគ្រប់គ្រងបាទព្រោះថាបើសិនជាយើងបង្កជាចំនួននៅពេលដែលគេវាយប្រហារមកយើងតបតទៅវិញវាជារឿងមួយដែលធ្វើឲ្យបាទគឺมันមានអ្វីដែលចំណេញនោះទេបាទអ្វីត្បិតតែខាងយើងមិនតបតក៏ពិតមែនតែខាងគេគឺនៅតែព្យាយាមបាទលូកអាចនិយាយបានថាជាការលូកលាន់ជាការភាសានៅស្រុកខ្ញុំគេហៅថាសំរឿងបាទពួកនេះគឺបកកែសំរឿងណាស់បាទកន្លងមកប្រហែលខែនេះហើយបើសិនជាកម្ពុជាយើងតបតវិញពិតមែនខ្ញុំជឿថាសង្គ្រាមគឺនឹងកើតឡើងហើយអូសបន្លាយមកដល់ពេលនេះគឺមិនមែនស្ងប់ស្ងាត់ស្រួលបួលបែបនេះទេបាទអញ្ចឹងសម្រាប់អត្ថបទព័ត៌មានមួយនេះគឺខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយខ្ញុំបាទក៏សូមខន្តីអភ័យទោសផងដែរបើសិនជាការធ្វើអត្ថាធិប្បាយរបស់ខ្ញុំមួយនេះមានចំណុចណាមួយដែលខ្វះខាតបាទឬក៏មិនសមរម្យមានពាក្យណាមួយដែលប្រិយមិត្តពុកម៉ែបងប្អូនបាទទាស់ចិត្តឬក៏បាទស្ដាប់ទៅមិនសមពុកម៉ែបងប្អូនអាចខមមិននៅក្នុងវីដេអូមួយនេះបានបាទយើងនឹងជួបគ្នានៅវីដេអូក្រោយដែលជាប្រភេទវីដេអូបាទនិយាយអំពីព្រឹត្តិការណ៍ទាំងជាតិនិងអន្តរជាតិរបស់ខ្ញុំជាបន្តទៀតខណៈនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា